ជំរាបសួរបងប្អូនឥឡូវនេះខ្ញុំកំពុងតែនៅក្នុងបរិវេណវត្តប្រធាតុដែលជាវត្តបុរាណមួយកសាងឡើងរាប់ពាន់ឆ្នាំមកហើយមិនមែនជាវត្តដែលកសាងក្នុងសម័យបច្ចុប្បន្ននេះទេប៉ុន្តែដោយសារសំណៅចាស់សមិទ្ធផលចាស់គឺវាបានខូចខាតទៅតាមពេលវេលាអស់ហើយនៅសល់តែសមិទ្ធផលថ្មីតែសាងសង់នៅលើសំណៅចាស់តែដដែលវត្តប្រធាតុនេះគឺមានព្រះវិហារដល់ទៅ2បងប្អូនព្រះវិហារទី1គឺជាការសាងសង់ឡើងសម្រាប់ព្រះពុទ្ធសាសនាហើយព្រះវិហារមួយទៀតគឺសម្រាប់ការបន់ស្រន់ប្រៀបធៀបដូចជាព្រហ្មញ្ញសាសនាអញ្ចឹងដែរឥឡូវដើម្បីកុំឲ្យខាត់ពេលយូរខ្ញុំនឹងនាំបងប្អូនទៅទស្សនាទិដ្ឋភាពវត្តទាំងមូលជាមួយនឹងបទអត្ថាធិប្បាយអំពីប្រវត្តិសាស្ត្រនៃការកកើតវត្តនេះសូមអញ្ជើញការពិតណាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចារឹកទុកថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដោយផ្នែកលើទួនាទីមិនអាចខ្វះបានរបស់ព្រះសង្ឃពោលគឺវត្តអារាមតាំងតែពីដើមមករហូតមកដល់បច្ចុប្បន្នវត្តអារាមព្រះពុទ្ធសាសនាបានចូលរួមអភិវឌ្ឍសង្គមកម្ពុជាស្ទើរតែគ្រប់វិស័យដូចជាវិស័យអប់រំសុខាភិបាលសេដ្ឋកិច្ចសង្គមគិច្ចវប្បធម៌ជាដើមថ្នាក់ដឹកនាំជាច្រើនរូបសុទ្ធតែមានអតីតភាពជាក្មេងវត្តឬក៏បានទទួលការអប់រំបណ្ដុះបណ្ដាលពីសាលាវត្តដែលមានព្រះសង្ឃជាគ្រូបង្ហាត់បង្រៀនឬជាគ្រូបាធ្យាយជាដើមយ៉ាងណាមិញថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់ទៅស្គាល់អារាមមួយកន្លែងដែលជាទីគោរពដ៏ស័ក្តិសិទ្ធិនិងមានប្រវត្តិដ៏អស្ចារ្យផងដែរពោលគឺវត្តប្រធាតុគួរបញ្ជាក់ផងដែរថាទីតាំងបច្ចុប្បន្នស្ថិតនៅក្នុងសង្កាត់រលុះខណ្ឌដង្កោរាជធានីភ្នំពេញវត្តនេះត្រូវបានកាត់ចូលក្នុងខណ្ឌដង្កោកាលពីឆ្នាំ2011យើងអាចធ្វើដំណើរពីភ្នំពេញទៅកាន់វត្តប្រធាតុបានពីរផ្លូវមួយគឺទៅតាមក្រុងតាខ្មៅពេលដែលដល់រង្វង់មូលតាខ្មៅគឺយើងត្រូវបត់ទៅខាងលិចរហូតដល់ផ្លូវបំបីជា4ពេលនោះមានផ្លូវទៅកាន់ខេត្តតាកែវនិងខេត្តកំពតប៉ុន្តែយើងត្រូវជិះត្រង់ក៏បានយើងជិះទៅខាងខេត្តតាកែវក៏បានម្យ៉ាងវិញទៀតគឺធ្វើដំណើរតាមផ្លូវចំការដូងទៅកាន់ទិសខាងត្បូងរហូតដល់ផ្លូវបំបីជា4ដូចគ្នាទីតាំងវត្តប្រធាតុជាបូជនីយដ្ឋានបុរាណទីទួលប្រាសាទដែលត្រូវបានកសាងឡើងដោយបុព្វបុរសខ្មែរតាំងពីសម័យចេនឡាក្នុងរវាងសតវត្សទី6ដល់សតវត្សទី7មកម្លេះប៉ុន្តែសពថ្ងៃប្រាសាទបុរាណនោះត្រូវបានបាក់បែកខូចខាតអស់ទៅហើយដោយសារការកោះកកាយពីសំណាក់ជនទុច្ចរិតនាពេលកន្លងមកនិងការកសាងព្រះវិហារថ្មីចំពីលើទួលប្រាសាទដោយព្រះគ្រូចៅអធិការវត្តសម័យមុនគឺនៅសេសសល់តែបំណែកថ្មប្រាសាទនិងបដិមាតោថ្មខ្លះៗដែលត្រូវបានរៀបចំតម្កល់ទុកក្រោមដើមពោធិ៍ក្បែរព្រះវិហារជាភស្តុតាងតែប៉ុណ្ណោះការដើមឡើយវត្តប្រធាតុស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលទេប៉ុន្តែសប្តាហ៍ថ្ងៃត្រូវបានកាត់ចូលក្នុងសង្កាត់រលុះខណ្ឌដង្កោរាជធានីភ្នំពេញវិញយោងតាមឯកសារប្រវត្តិសាស្ត្រវត្តប្រធាតុត្រូវបានស្ថាបនាឡើងក្នុងថ្ងៃទី11កើតខែបុស្សឆ្នាំម្សាញ់ពុទ្ធសករាជ1916ត្រូវនឹងគ្រិស្តសករាជ1372ដោយស្នាព្រះហស្ថអតីតព្រះមហាក្សត្រខ្មែរមួយអង្គព្រះនាមព្រះបាទធម្មមាសោខរាជក្រោយពីព្រះអង្គទ្រង់បួងសួងនៅត្រង់ទីទួលប្រាសាទនេះហើយទ្រង់ក៏បានធ្វើសង្គ្រាមឈ្នះទ័ពសៀមនាសម័យនោះក្រោយពីការកសាងវត្តនេះព្រះអង្គក៏បាននិមន្តព្រះសង្ឃពីទួលក្រាំងព្រះពុទ្ធសពថ្ងៃនេះស្ថិតនៅក្នុងសង្កាត់ព្រែកកំពឹសខណ្ឌដង្កោឲ្យនិមន្តមកគង់ចាំព្រះវស្សានៅវត្តប្រធាតុវិញព្រោះទួលក្រាំងព្រះពុទ្ធតែងតែរងគ្រោះដោយសារទឹកជំនន់ដោយឡែកបើតាមរឿងព្រេងដំណើរតគ្នាមកទួលប្រធាតុនេះមានប្រវត្តិជាប់ពាក់ព័ន្ធនឹងរឿងស្ដេចបាយ៉ង់កោគឺនៅពេលដែលព្រះអង្គយាងកសាលសមុទ្រមេឃក៏បានបង្អោលភ្លៀងធ្លាក់ជោកជាំទៅព្រះអង្គបន់ស្រន់ចំពោះបារមីទួលប្រធាតុនេះកាលដើមឡើយជាកោះហុំព័ទ្ធទៅដោយទឹកសមុទ្រលុះដល់ព្រះអង្គបានរួចផុតពីគ្រោះថ្នាក់ព្រះអង្គក៏កោរព្រះកេសាថ្វាយហើយជាប់ព្រះនាមថាស្ដេចបាយ៉ង់កោព្រះអង្គបានផ្ដាំព្រះរាជបុត្រីឲ្យតម្កល់ព្រះអធិធាតុព្រះអង្គនៅទីនេះនៅពេលដែលព្រះអង្គសោយទីមង្គតទើបទួលនេះជាប់ឈ្មោះទួលប្រធាតុរៀងមកគួរបញ្ជាក់ផងដែរថានៅក្នុងបរិវេណវត្តប្រធាតុមានព្រះវិហារចំនួន2ខុសប្លែកពីវត្តអារាមសាសនាដទៃគឺមួយជាព្រះវិហារបែបពុទ្ធសាសនានិងមួយទៀតគឺជាព្រះវិហារបែបសាសនានិងមួយទៀតជាព្រះវិហារបែបព្រហ្មញ្ញសាសនាហៅថាវិហារបំណន់វិហារបំណន់នេះហើយគឺជាវិហារដែលមានដំណើររឿងនៅក្នុងព្រេងនិទានចៅស្រទាប់ជែកត្រង់វគ្គដែលភោគសេដ្ឋីនិងធនសេដ្ឋីបានធ្វើដំណើរមកបន់ស្រន់សុំបុត្រាបុត្រីពីបារមីប្រធាតុនេះឯងយ៉ាងណាមិញមកដល់សប្តាហ៍ថ្ងៃនេះវត្តប្រធាតុក៏មានបារមីស័ក្តិសិទ្ធិដូចជាលោកយាយម៉ៅលោកយាយទេពតាកន្លង
និងដើមពោធិ៍ដ៏ធំមួយដែលមានតាំងពីបុរាណកាលមកម្ល៉េះដែលបារមីដ៏ស័ក្តិសិទ្ធិនេះបានក្លាយជាទីសក្ការៈរបស់មនុស្សម្នាជាច្រើនដែលបានធ្វើការបន់ស្រន់សុំលាភសុំជ័យក្នុងការរកស៊ីនិងអ្នកខ្លះមកបន់សុំកូនសុំចៅបានយ៉ាងស័ក្តិសិទ្ធិទៀតផងជាក់ស្ដែងគឺសំណាក់លោកយាយម៉ៅដែលសប្តាហ៍ថ្ងៃក្លាយជាអាស្រមដ៏ស័ក្តិសិទ្ធិក្នុងការដែលប្រជាជនដែលរៀបការរួចហើយគ្មានកូនក៏មកបន់ស្រន់នៅទីនោះហើយទទួលបាននៅអ្វីដែលពួកគេចង់បានដោយបំណងនេះបើតាមប្រសាសន៍លោកអ៊ុំហែមរិទ្ធីដែលជាចាស់ទុំនៅក្នុងវត្តនេះបានបញ្ជាក់ថាមិនត្រឹមតែប៉ុណ្ណោះនោះទេមានទាំងអ្នកមានបុណ្យស័ក្តិធំរាជការក្នុងការឡើងស័ក្តិជាច្រើនដែលមកបន់ស្រន់នៅទីនេះនិងអ្នកនៅពេលដែលប្រកបអាជីវកម្មធំក៏ដូចជាក្នុងការទិញលក់អចលនទ្រព្យផ្សេងៗដើម្បីទទួលបានផលចំណេញផងដែរក្រោយមកក៏បានទៅលាបំណន់ហើយបានអញ្ជើញចូលទៅបូជាថ្វាយនៅភួងផ្កាទៀនធូបដើម្បីឧទ្ទិសមគ្គផលកុសលផលបុណ្យនិងដើម្បីសុំសេចក្តីសុខសប្បាយជូនដល់ក្រុមគ្រួសារបងប្អូនកូនចៅរបស់ខ្លួននិងការរកស៊ីជួញដូរផ្សេងៗទទួលផលកម្រៃក្នុងការផ្គត់ផ្គង់សេដ្ឋកិច្ចក្រុមគ្រួសាររបស់ខ្លួន